កុំឲ្យពិភពលោកនេះធ្វើឲ្យអ្នកជូរចត់កុំមិនដោយឲ្យទង្វើរបស់អ្នកដទៃធ្វើឲ្យអ្នកក្តៅក្រហាយដល់ខាងក្នុងចិត្តរឿងខ្លះដែលបានកើតឡើងវាបានធ្វើឲ្យយើងជឿចាប់នៅពេលមនុស្សចាក់ចេញពីយើងហើយមានពេលដែលអ្នកត្រូវបានដួលកុំឲ្យចំហនេះធ្វើឲ្យអ្នកគ្មានសេចក្តីមេត្តានៅក្នុងខ្លួនអ្នកបើអ្នកយំវាមិនអីទេបើអ្នកសោកសៅវាមិនអីទេវាមិនអីទេក្នុងការធ្វើខុសចំពោះខ្លួនឯងនៅពេលខ្លះកុំមិនឲ្យការជឿចាប់និងទុកព្រួយរត់ចោលពីជីវិតអ្នកក្រោកពីព្រលឹមហើយធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវសម្រាប់ជីវិតមានពេលខ្លះនៅក្នុងជីវិតរបស់អ្នកដែលអ្នកមានអារម្មណ៍ចង់បោះបង់ហើយអ្នកក៏មិនអាចយកវាបានទៀតទេប៉ុន្តែវាមិនអីទេខ្ញុំនឹងថាពេលនេះអ្នកពិតជាទន់ខ្សោយប៉ុន្តែការបង្ហាញភាពទន់ខ្សោយរបស់អ្នកក៏ជាកត្តាដូចគ្នាដែលធ្វើឲ្យអ្នករឹងមាំក្នុងរយៈពេលយូរទាំងអស់នេះគឺអំពីការទទួលយកអ្វីដែលជីវិតគប់មកលើអ្នកហើយអ្នកត្រូវតែរៀនពីវាផ្ដល់ឲ្យប៉ុន្តែកុំអនុញ្ញាតឲ្យខ្លួនឯងត្រូវបានបញ្ហាប្រើប្រាស់ស្រឡាញ់តែកុំឲ្យចិត្តធ្វើបាបអ្នកទុកចិត្តប៉ុន្តែកុំល្ងងស្ដាប់ប៉ុន្តែកុំបាត់បង់សម្លេងរបស់អ្នកខ្ញុំចង់ឲ្យអ្នកភ្ញាក់ឡើងហើយឆ្លើយសំណួរនេះតើអ្នកអាចរកឃើញខ្លួនឯងពិតជាខំប្រឹងប្រែងផ្ដោតលើអនាគតយ៉ាងណាដែរនៅពេលដែលអ្នកនៅតែប្រើប្រាស់ក្នុងអតីតកាលតើវាអាចទៅរួចដល់របៀបណាដែលចិត្តរបស់អ្នកវិញ្ញាណរបស់អ្នកនិងរូបរាងកាយរបស់អ្នកអាចធ្វើឲ្យបាននៅពេលអនាគតដើម្បីដើរក្នុងទិសដៅនៃអ្វីៗទាំងអស់ដែលផ្លាស់ទីសម្រាប់អនាគតរបស់អ្នកនៅពេលដែលអ្នកត្រូវបានប្រើប្រាស់ក្នុងអតីតកាលតើវាអាចធ្វើទៅបានដោយរបៀបណាដែលអ្នកត្រូវផ្ដោតលើអនាគតនៅពេលដែលអ្នកត្រូវបានប្រើប្រាស់ក្នុងគ្រប់រឿងមនុស្សនិងស្ថានភាពពីអតីតកាលតើមនុស្សពីអតីតកាលមានកំណត់ត្រឹមត្រូវសម្រាប់អនាគតអ្នកដែរឬទេតើមនុស្សពីអតីតកាលមានចិត្តដូចអ្វីដែលអ្នកកំពុងព្យាយាមធ្វើនិងសម្រេចសម្រាប់អនាគតដែរឬទេជប់សម្រាប់អ្នកកំពុងអូសទម្ងន់ពីអតីតកាលទៅអនាគតតើវានឹងទៅជាយ៉ាងណាផែនការនៃអនាគតពួកវានឹងឃើញថាវានឹងព្យាយាមនិយាយអំពីអ្នកពីរឿងគ្រប់មនុស្សស្ថានភាពនិងចលនាដែលអ្នកកំពុងព្យាយាមធ្វើដើម្បីឆ្ពោះទៅរកអនាគតរបស់អ្នកតើអ្នកអាចផ្ដោតទៅលើការផ្លាស់ទីទម្ងន់សេចក្តីស្លាប់ពីអតីតកាលទៅអនាគតដោយរបៀបណាអ្នកកំពុងតែដំណើរការតាមសមត្ថភាពរបស់អ្នកមានជីវិតដ៏អស្ចារ្យនៅពីមុខអ្នកប៉ុន្តែជីវិតដ៏អស្ចារ្យរបស់អ្នកគឺនៅពីមុខអ្នកវាមិននៅពីក្រោយអ្នកទេអ្វីដែលអ្នកបានធ្វើនៅទីនោះមិនមានអ្វីដែលត្រូវធ្វើជាមួយអ្វីដែលព្រះបានទទួលយកសម្រាប់អ្នកនោះទេអ្វីដែលអ្នកបានធ្វើត្រឡប់មកវិញនៅទីនោះវាគឺជាមេរៀនដើម្បីនាំអ្នកទៅកន្លែងដែលអ្នកចង់នៅពេលនេះជាពិសេសនៅទីនេះតែអ្នកនឹងទីថាអ្នកពិតជាអាចធ្វើឲ្យជីវិតរបស់អ្នករញ៉េរញ៉ៃបានទាំងស្រុងហើយអ្នកក៏អាចជួសជុលវាបានដែរអ្នកអាចប្រាប់ដូរវាបានត្រឹមត្រូវខ្ញុំមិនដឹងថាតើអ្នកធ្លាប់បាត់បង់អ្វីទាំងអស់ពីមុនមកទេប៉ុន្តែខ្ញុំជឿថាអ្នកនៅតែអាចបន្តទៅមុខទៀតបានវាតែមាននរណាម្នាក់ដែលដោះស្រាយអ្វីដែលជឿចាប់ជាងអ្នកពិបាកជាងអ្នកក្នុងស្ថានភាពដែលអាក្រក់ជាងអ្នកប៉ុន្តែយើងគ្រាន់តែមានអារម្មណ៍ជឿចាប់ហើយយើងទាំងអស់គ្នាកំពុងដោះស្រាយជាមួយអ្វីដែលប្លែកជារឿងមួយថ្ងៃអ្នកមានអារម្មណ៍ថាការជឿចាប់របស់អ្នកគឺអាក្រក់ជាងការជឿចាប់របស់អ្នកដទៃទៅទៀតព្រោះវាពិតជាមានចំពោះអ្នកក្នុងជីវិតរបស់អ្នកប៉ុន្តែមានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកនៅថ្ងៃនេះខ្ញុំដឹងថាហេតុអ្វីបានជាអ្នកបាត់បង់ការងារខ្ញុំមិនដឹងថាហេតុអ្វីបានជាទំនាក់ទំនងរបស់អ្នកបាត់បង់ខ្ញុំដឹងថាហេតុអ្វីបានជាអ្នកបាត់បង់ផ្ទះរបស់អ្នកខ្ញុំមិនដឹងថាហេតុអ្វីបានជាអាពាហ៍ពិពាហ៍របស់អ្នកបរាជ័យខ្ញុំមិនដឹងថាហេតុអ្វីបានជាអ្នកបាត់បង់អ្វីៗទាំងអស់នោះទេប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់អ្នកបាននោះគឺថាបើអ្នកមិនចោទចាញ់បើអ្នកបន្តតស៊ូបើអ្នកបន្តអត់ធ្មត់បើសិនបើអ្នកបន្តបោះជើងម្ខាងនៅពីមុខម្ខាងទៀតទោះត្រូវធ្វើអ្វីក៏ដោយទោះវាជាចាប់ប៉ុណ្ណាក៏ដោយអ្នកនៅតែអាចបន្តចាប់ផ្ដើមម្ដងទៀតបានឥឡូវនេះអ្នកបានឆ្លងកាត់អ្នកកំពុងបន្តរត់អ្នកបានបន្តក្របឡើងអ្នកបានដួលអ្នកក្របឡើងម្ដងទៀតនេះគឺជាអ្វីដែលយើងហៅថាជីវិតព្រោះវាមិនមែនជារឿងងាយស្រួលដូចក្នុងខ្សែភាពយន្តនោះទេមួយថ្ងៃអាចពិបាកប៉ុន្តែវាទាំងអស់នៅក្នុងផ្នែកគំនិតរបស់អ្នកអាចមើលទៅលើវាជាការពិបាកឬអ្នកអាចមើលទៅវាជាបញ្ហាប្រឈមឬអ្នក
អាចមើលវាជាឱកាសរាល់ការលំបាកអ្នកអាចជំនះបានប៉ុន្តែអ្នកបែរជាមើលថាជាការបរាជ័យដែលធ្វើឲ្យអ្នកធ្លាក់ចុះទៅវិញតែអ្នកអាចផ្ដោតលើអនាគតរបស់អ្នកដោយរបៀបណាប្រសិនបើអ្នកកំពុងកាន់គប់ទិដ្ឋភាពអ្នកអតីតកាលវាប្រៀបដូចជាភពឯកាមួយដូចអ្នកនៅលើកំពូលភ្នំតែខ្ញុំនិយាយថាវាមិនឯកាទេនៅពេលដែលអ្នកបានទៅដល់ខាងលើព្រោះអ្នកបានជំនះគ្រប់យ៉ាងទៅរកមកដល់កំពូលភ្នំប៉ុន្តែវាអាចឯកានៅកំពូលនៅពេលដែលអ្នករកឃើញថាដើម្បីឡើងដល់កំពូលអ្នកត្រូវឡើងតាមដំណាក់កាលនោះអតីតកាលតំណាងឲ្យស្ថានភាពនៃចិត្តអ្នកអតីតកាលអតីតកាលតំណាងឲ្យបំណងអ្នកអតីតកាលនិងអ្នកដែលអ្នកធ្លាប់ខ្លាចជាអតីតកាលមិនមែនជាអនាគតទេអ្នកត្រូវមើលមនុស្សវត្ថុនិងស្ថានភាពនៅក្នុងកញ្ចក់ហើយត្រូវមើលរូបភាពនៅពេលក្រោយរបស់អ្នកនឹងឃើញពីភាពអស្ចារ្យដែលអ្នកបានតស៊ូនៅពេលដែលអ្នកបើកឡានរបស់អ្នកទៅអនាគតអ្នកត្រូវបានកំណត់គោលដៅថាអ្នកជានរណាមនុស្សគ្រប់គ្នានឹងដើរកាត់អ្វីមួយខ្ញុំមិនខ្វល់ថាអ្នកជានរណានោះទេព្រោះអ្នកកំពុងឆ្លងកាត់អ្វីមួយប៉ុន្តែបើសិនបើអ្នកមានក្តីសង្ឃឹមអ្នកអាចធ្វើវាបានឥឡូវនេះគឺជាអ្វីដែលអ្នកត្រូវធ្វើកំណត់អត្តសញ្ញាណអំណោយរបស់អ្នកហើយព្រមទទួលយកហើយរវល់ជាមួយនឹងវាមិនមានវិធីដើម្បីទទួលបានភាពជោគជ័យងាយស្រួលនោះទេខ្ញុំក៏មានថ្ងៃអាក្រក់ទាំងនោះខ្ញុំមានតែការឡើងចុះភ្នំនិងជ្រលងភ្នំដែលខ្ញុំត្រូវឆ្លងកាត់ហើយនោះជាវិធីតែមួយគត់ដែលអ្នកនឹងធ្វើវាបានខ្ញុំមិនខ្វល់ថាអ្នកកំពុងឆ្លងកាត់អ្វីនៅពេលនេះទេព្រោះនោះជាជីវិតរបស់អ្នកគ្រាន់តែឆ្លងកាត់វាឥឡូវនេះអ្នកនឹងអាចយកឈ្នះវាបានអ្នកនឹងកាន់តែរឹងមាំបន្ទាប់ពីនេះដូច្នេះចុះផ្ដោតតែលើអ្វីដែលអ្នកកំពុងដោះស្រាយឬកំពុងតែឆ្លងកាត់នៅពេលនេះព្រោះពេលនេះឧបសគ្គវានឹងលើកអ្នកទៅកម្រិតមួយទៀត